ចាអូនព្រមរៀបការជាមួយបងទេមិនយល់ព្រមជាមួយបងខ្ញុំចង់សម្រេចចិត្តរឿងមួយផ្សេងទៀតសិនសេជឿអានមិនមែនលោកមិនត្រូវការខ្ញុំមុនទេគឺចាំងចាខ្ញុំមិនត្រូវការលោកមុនទាំងអស់គ្នាមើលអេក្រង់ទៅជាងចៅចុងក្រោយនាងនៅតែចាញ់ក្រោមដៃរបស់យើងហឺខ្លាចកត់ទូសុវត្ថិភាពខ្ញុំប្រាប់លោកតែម្នាក់គត់ដូច្នេះឃើញបែបនេះលោកនឹងចាំងវ៉ាន់ជាបាក់ពួកតែមួយត្រូវទេនាងថាបាក់ពួកតែមួយគឺតែមួយហើយហ៎ស៊ីជឿអានពេលនេះឯងទូយ៉ាងណាក៏ត្រូវរៀបជាងចៅនឹងគូស៊ីអ៊ីរៀបការដែរមិនចឹង200លានរបស់ឯងកុំចង់បានអីសោះហីអាចចឹងហើយរករឿងឲ្យយើងសំណាងឲ្យយើងទុកផ្លេចក្រោយទៀតថនមានខ្ញុំនៅពួកឯងកុំគិតចង់រៀបការបានសម្រេចឲ្យសោះហីវាវោឲ្យពេលនេះខ្ញុំបាត់បង់យុទ្ធសាស្ត្រហើយការប៉ັດមិនមែនជាដៃគូថនទេថននៅមិនឈប់ទៀតអីព្រះអិនគួរស្អប់យ៉ាងម៉េចនឹងយន់ទេវតាហេតុអីក៏អត់បានការអញ្ចឹងរបស់នេះចំហាយដូចជាធ្លាប់ស្គាល់អញ្ចឹងនេះសៀវ័នបងទៅកំដរអូនហើយផលបុណ្យអ្នកធ្វើបុណ្យ10ជាតិទីបំផុតត្រូវយើងយកបានហើយមិនចម្លែកទេដែលគូស៊ឺអ៊ីជាតិនេះវេទនាយ៉ាងហ្នឹងការពិតផលបុណ្យ10ជាតិរបស់គេត្រូវស៊ីជឿអានលួចកាលពីជាតិមុនមិនចម្លែកទេគ្មានផលបុណ្យការពារគូស៊ឺអ៊ីមុនពេលសមអំណុលស្នេហ៍រួចលើកនេះគ្មានមនុស្សសេចក្ដីណាប៉ះបើជាងចៅគ្មានអារម្មណ៍ឈឺបេះដូងការពិតជាបណ្ដាសាបំណុលស្នេហ៍ជាតិមុនសោះណាអញ្ចឹងបានជាអញ្ចឹងស្អីគេនេះមិនមែនស៊ីជឿអានទេដើរខុសមួយជំហានខុសរៀងរហូតឲ្យតែវិញជាមួយយើងធ្វើការពិចារណាទៅថនពេលនេះអូនព្រមរៀបការជាមួយបងបានហើយនៅខ្ញុំព្រមខ្ញុំបោះឲ្យជាងចៅសមិទ្ធផលរបស់យ៉ាវស៊ីងពួកយើងសុទ្ធតែបានឃើញហើយខ្ញុំបោះឲ្យជាងវ៉ាន់មានហេតុផលឯណាស្រីធ្វើជាមេគ្រួសារនោះនេះមួយស្រាលពេកហើយម្យ៉ាងទៀតជាងវ៉ាន់អត់បានការខ្លាំងណាស់ដឹងទេពេលនេះជាងចៅនិងជាងវ៉ាន់សុទ្ធតែ7សន្លឹកដូចគ្នានៅសល់តែលោកជាងមីងទេលោកជ្រើសរើសទៅខែមុនជាងចៅសញ្ញេយកលូហ៊ាន់ធ្វើឲ្យក្រុមហ៊ុនខាត់បងចំនួនធំគេគ្មានសិទ្ធិធ្វើចំណេះដឹងនាំទេនិយាយពិតជាមានហេតុផលអញ្ចឹងខ្ញុំយកសន្លឹកឆ្នោតនេះបោះឲ្យជាងចៅនាងចង់លេងល្បីស្អីទៀតហើយខែនេះខ្ញុំបានសញ្ញាជាមួយសុនមីមិនត្រឹមតែប៉ះប៉ូវសងការខាត់បងខែមុននៅផ្ដោតក្តីសង្ឃឹមថ្មីក្រុមហ៊ុនទៀតការប៉ាត់ស្មានរបាយការណ៍កណន័យរដូវកាលក្រោយនឹងលើកកំណត់ត្រាការពីឆ្នាំទៅជាងចៅនាងកុហកគ្រប់គ្នាកុំភ្លេចរឿងអ្នកនាងអ៊ីនមនុស្សម្នាក់សំបីកូនខ្លួនឯងក៏គ្មានវិធីបញ្ជាក់ថាកូនខ្លួនឯងមិននឹងអាចធានាបាននៅផលតបស្នើបដាតុនទៅនិយាយត្រូវឆ្នោតមួយសន្លឹកនេះខ្ញុំបោះឲ្យជាងចៅចាបានពេលនេះសន្លឹកឆ្នោតជាងវ៉ាន់7សន្លឹកជាងចាស់8សន្លឹកអបអរជាងចៅធ្វើជាអ្នកស្នងតំណែងចំនួនថ្មីរបស់គ្រួសារជាង